របៀបសម្រាយរឿងពីចិនមកខ្មែរគឺភាគច្រើនមែនទែនដែលបងប្អូនយើងដែលធ្វើការសម្រាយរឿងពីចិនមកខ្មែរដោយប្រើ AI ថ្ងៃនេះ admin នឹងចែករំលែកដល់បងប្អូនអ្នកគ្នាដែលមិនទាន់ចេះគឺសម្រាយរឿងពីចិនមកខ្មែរមិនថាពីភាសាណាទៅភាសាណាទេបងប្អូនគឺសម្រាយបានច្រើនភាសាមែនទែនហើយសម្រាប់បងប្អូនដែលចង់ចេះតោះចូលទៅមើលជាមួយនឹង admin ទាំងអស់គ្នាដើម្បីសម្រាយរឿងបានបងប្អូនទាំងអស់គ្នាត្រូវតែមានវីដេអូរឿងមួយដែលនិយាយជាភាសាបរទេសឥឡូវ admin ឧទាហរណ៍ឲ្យបងប្អូនមួយគឺភាសាចិនឥឡូវ admin ចង់សម្រាយទៅជាភាសាខ្មែរហើយវីដេអូសម្រាយរឿងនេះគឺបងប្អូនអាចយកទៅផុសនៅក្នុង Facebook ក៏ដូចជា TikTok ដូចជា YouTube ជាដើមគឺបងប្អូនអាចរកប្រាក់ចំណូលនៅក្នុងបណ្ដាញសង្គមទាំងអស់នេះបានគឺมันមានជាប់ copyright ទេឲ្យតែបងប្អូនទាំងអស់គ្នាធ្វើការកែកុនឬក៏កាត់មានបច្ចេកទេសក្នុងការកាត់គឺมันជាប់ copyright ទេគឺបងប្អូនអាចរកប្រាក់ចំណូលបានឥឡូវកុំឲ្យបងប្អូនខាតពេលវេលាយូរចូលទៅអនុវត្តធ្វើជាមួយនឹងខ្ញុំទាំងអស់គ្នាជាដំបូងសូមបងប្អូនទាំងអស់គ្នាត្រូវតែមានវីដេអូចិនមួយឥឡូវបងប្អូនចូលទៅកម្មវិធី Insert មួយកម្មវិធីនេះគឺឲ្យបងប្អូនទាំងអស់គ្នាកាត់វីដេអូជាខ្លីៗដើម្បីយកទៅសម្រាយរឿងឥឡូវបងប្អូនទាំងអស់គ្នាចុចចូលកន្លែងវីដេអូនឹងមកហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលមិនទាន់ចេះកាត់តវីដេអូតាមកម្មវិធី Insert បងប្អូនទាំងអស់គ្នាអាចចូលទៅមើលវីដេអូចាស់ៗពីមុនរបស់ខ្ញុំគឺខ្ញុំមានធ្វើបង្រៀនរួចហើយបងប្អូនអាចចូលទៅមើលមុនបងប្អូនចូលកន្លែងវីដេអូមកហើយបន្ទាប់មកបងប្អូនទាំងអស់គ្នាចូលកន្លែងសញ្ញាបូកហើយបន្ទាប់មកបងប្អូនទាំងអស់គ្នាចុចចូលកន្លែងនេះដើម្បីទៅជ្រើសរើសវីដេអូដែលបងប្អូនចង់យកមកសម្រាយឥឡូវខ្ញុំឧទាហរណ៍វីដេអូចិនមួយដែលខ្ញុំបាន down ហើយវីដេអូចិននេះគឺមានរយៈពេល11នាទីជាងបងប្អូនគ្នាហើយដើម្បីសម្រាយបានបងប្អូនត្រូវតែកាត់វីដេអូចិនហ្នឹងគឺរយៈពេល40នាទីដើម្បីយកទៅសម្រាយរឿងនៅក្នុង website មួយគឺរបស់ព្រីយើងប្រើបានត្រឹមតែ40វិនាទីទេបងប្អូនគ្នាគឺឥឡូវខ្ញុំជ្រើសយក40វិនាទីសិនដើម្បីកាត់ចាញ់ជាហើយ down យកអូខេបន្ទាប់មកបងប្អូនទាំងគ្នាចុចចូលកន្លែងហ្នឹងមកចុចចូលមកវីដេអូហើយបន្ទាប់មកបងប្អូនរកកន្លែងកាត់នេះកន្លែងនេះបងប្អូនចុចមកហើយបន្ទាប់មកបងប្អូនលុបនៅខាងចុងចោលដើម្បីយើងយកតែ40វិនាទីទេដើម្បីហើយបន្ទាប់មកបងប្អូនទាំងអស់គ្នាអាចចុចកន្លែងនេះដើម្បីបាត់ logo របស់ Insert បងប្អូនណាតមកវាទាមទាររបស់ព្រីវាទាមទារឲ្យយើងមើលពាណិជ្ជកម្មវាសិនឥឡូវខ្ញុំសូមបិទសំឡេងសិនបងប្អូនណាបងប្អូនរងចាំមើលពាណិជ្ជកម្មចប់អូខេបន្ទាប់មកបងប្អូនចុចលើសញ្ញាខ្វែងបន្ទាប់មកបងប្អូនត្រូវតែ share វីដេអូហ្នឹងដើម្បី share បានបងប្អូនចុចកន្លែងខាងលើនឹងមកបងប្អូនគ្នាបន្ទាប់មកបងប្អូនទាំងអស់គ្នាចុចលើខាងលើទៀតមកដើម្បី share បានហើយបន្ទាប់មកវាកំពុងតែ share ឲ្យបងប្អូនគឺ share យកហើយបន្ទាប់មកបងប្អូនមានផ្សព្វផ្សាយពាណិជ្ជកម្មម្ដងទៀតគឺកម្មវិធី Insert គឺរបស់ព្រីគឺវាធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីឲ្យយើងមានបានប្រើអញ្ចឹងបងប្អូនណាបើបងប្អូនមិនចង់មើលការផ្សព្វផ្សាយពាណិជ្ជកម្មទេបងប្អូនអាចទិញ license គេបានសម្រាប់ខ្ញុំគឺខ្ញុំប្រើព្រីបងប្អូនណាគឺតមកបងប្អូនចុចសញ្ញាខ្វែងមកគឺវាកំពុងតែ down ដើម្បី share ចូលទៅក្នុងទូរស័ព្ទរបស់យើងពេលណាដែលបងប្អូនshare ទុកហើយបងប្អូននេះចុចបិទសិនមកហើយបន្ទាប់មកបងប្អូនគ្នាអាចចូលទៅកម្មវិធី Chrome បងប្អូនចុចចូលមកហើយបន្ទាប់មកទៀតគឺបងប្អូនអ្នកគ្នាវាយពាក្យថា video doer
បងប្អូនវាយក video Uber មកគឺវាចេញកន្លែងខាងក្រោមហ្នឹងបងប្អូនចុចចូលកន្លែងហ្នឹងមកហើយបន្ទាប់មកបងប្អូនដែលថ្មីមិនទាន់ចូលកន្លែងហ្នឹងវាអាចនៅខាងក្រោមកន្លែងដាក់អក្សរខុសថា video Uber AI video translate កន្លែងហ្នឹងបងប្អូនចំណាំ logo បែបហ្នឹងមកហើយបន្ទាប់មកបងប្អូនទាំងគ្នាចុចចូលកន្លែងហ្នឹងមកដល់ចំណុចនេះគឺបងប្អូនទាំងអស់គ្នាឃើញកន្លែងអក្សរ QQ ខាងក្រោមបងប្អូនឃើញសញ្ញាព្រួញខាងស្ដាំដៃហ្នឹងបងប្អូនចុចចូលកន្លែងហ្នឹងមកហើយបន្ទាប់មកដល់ចំណុចនេះគឺគេឲ្យបងប្អូនចុចចូលកន្លែង Google កហ្នឹងមកបងប្អូនគ្នាហើយបន្ទាប់មកបងប្អូនជ្រើសរើសGmail មួយបងប្អូនចុចចូលទៅគឺវាចូលមកដល់កន្លែងនេះហើយបន្ទាប់មកបងប្អូនចុចលើកន្លែងរូបកាមេរ៉ាហ្នឹងមកខាងលើហ្នឹងហើយបន្ទាប់មកបងប្អូនជ្រើសរើសវីដេអូមួយដែលបងប្អូនចង់យកទៅសម្រាយអញ្ចឹងបងប្អូនណាឥឡូវខ្ញុំមានវីដេអូចិនមួយខ្ញុំចុចចូលតែម្ដងពេលណាចុចចូលបងប្អូនវាចេញសញ្ញាបែបនេះបងប្អូនណាគឺបងប្អូនចុចចូលបានសម្រាប់ហើយបន្ទាប់មកបងប្អូនឃើញកន្លែងកន្លោមទី1ប្រឡោះទី1ធំហ្នឹងបងប្អូនចុចសញ្ញាព្រួយបាញ់ចេញសងខាងទៅហ្នឹងកន្លែងហ្នឹងគឺជាភាសាដែលបងប្អូនត្រូវឲ្យ AI បកប្រែមកភាសាហ្នឹងកន្លែងហ្នឹងគឺខ្ញុំជ្រើសយក Cambodia បងប្អូនអូសទៅលើមកតមកគឺឃើញដាក់ខ្មែរ Cambodia ហ្នឹងបងប្អូនចុចចូលកន្លែងហ្នឹងមកហើយខាងក្រោមនេះបងប្អូនចុចសញ្ញាព្រួយបាញ់ចុះក្រោមមកតមកវាមាន function ជាច្រើនហើយបងប្អូនមិនបាច់មើលច្រើនទេបងប្អូនឃើញប្រឡោះទី1ហ្នឹងបងប្អូនណាកន្លែងនេះបងប្អូនអ្នកគ្នាចុចសញ្ញាបងប្អូនអ្នកគ្នាសារអស់មកតមកកន្លែងហ្នឹងគឺបងប្អូនដាក់ថាកន្លែងហ្នឹងបងប្អូនវាយអក្សរដូចខ្ញុំចង់មកហើយបន្ទាប់មកប្រឡោះខាងក្រោមនេះគឺបងប្អូនជ្រើសរើសភាសាវីដេអូឥឡូវវីដេអូរបស់ខ្ញុំគឺវីដេអូភាសាចិនឥឡូវខ្ញុំជ្រើសរើសChina តែម្ដងបន្ទាប់មកខាងក្រោមនេះគឺប្រមាណប្រឡោះធំខាងក្រោមនេះបងប្អូនមិនលេងវាទេហើយកន្លែងនេះកន្លែងសេរីសំឡេងបងប្អូននេះសំឡេងបងប្អូនចង់ឲ្យលឿនចង់ឲ្យយឺតចឹងបងប្អូននេះគឺយើងអាចសេរីបានតែគោលដៅរបស់វីដេអូគឺ500ហ្នឹងគឺល្មមបងប្អូនគឺវាសមនឹងសាច់រឿងចឹងបងប្អូននេះបន្ទាប់មកបងប្អូនចុចអក្សរ QQ ខាងក្រោមហ្នឹងមកដល់កន្លែងនេះគឺគេឲ្យបងប្អូនអ្នកគ្នាជ្រើសរើសតួអង្គខ្មែររបស់យើងគឺនៅក្នុងនេះគឺមានពិសិដ្ឋមានសម្លេងស្រីនិងសម្លេងប្រុសបងប្អូនណានេះសម្លេងស្រីនេះសម្លេងប្រុសតបមកបងឥឡូវខ្ញុំជ្រើសយកសម្លេងប្រុសហើយបន្ទាប់មកទៀតគឺបងប្អូនអ្នកគ្នាចុចពាក្យថាអក្សរខាងក្រោមហ្នឹងមកគឺ Q ហ្នឹងតមកវាកំពុងតែដំណើរការបងប្អូនណាគឺពេលណាដែលវាលោតចប់បងប្អូនរងចាំមក play សិនហើយបងប្អូនអ្នកគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សូមបងប្អូនអ្នកជួយចុច subscriber និងចុចដាក់សញ្ញាកណ្ដឹងអ្នកមួយផងសូមអរគុណឥឡូវវាបាន 99% ហើយវាលោតទៅកន្លែងហ្នឹងគ្រីសហើយវាលោតកន្លែងសញ្ញាធំមួយទៀតគឺបានឲ្យជោគជ័យបងប្អូនឥឡូវវាកំពុងតែដំណើរការបងប្អូនអ្នកគ្នារងចាំចំណាយពេលមកបន្តិចសិនបងប្អូនគ្នាពេលណាវាចេញសញ្ញាកន្លែងវងមូលអញ្ចឹងពេលណាវាដើរពេញបងប្អូនអាចធ្វើការស្ដាប់វីដេអូដែលបងប្អូនបានសម្រាយឥឡូវវាសម្រាយចេញបានជោគជ័យហើយបងប្អូននេះបន្ទាប់មកបងប្អូនអាចចាក់ស្ដាប់វាបន្តិចសិនក៏បានដែរបងប្អូននេះឥឡូវខ្ញុំសាំចាក់បន្តិចសិនអូខេឥឡូវខ្ញុំបើកសំឡេងសិនបងប្អូនខ្ញុំបិទសំឡេងការសន្យាទាំងអស់របស់នាងហើយអស់រយៈពេល3ឆ្នាំពេញគាត់អូខេសំឡេងវាលឺបែបហ្នឹងបងប្អូននេះបន្ទាប់មកដល់បងប្អូនដែលចង់បាន share
download យកទៅចូលនៅក្នុងទូរស័ព្ទបងប្អូនចុចកន្លែងdownload មកសញ្ញាព្រួយបាញ់ចុះក្រោមមកកន្លែងនេះគឺគេឲ្យបងប្អូនdownload ជា MP3 ឬក៏ MP4 កន្លែងហ្នឹងគឺសម្រាប់វីដេអូដែលលើសពី40វិនាទីគឺបងប្អូនមិនអាច download បានទេលុះត្រាតែបងប្អូនទិញlicense របស់ website ហ្នឹងបាទបងប្អូនអាចធ្វើការកាត់វីដេអូវែងៗបានចឹងណាបងប្អូននេះសម្រាប់របស់ free គឺយើងកាត់បានត្រឹមតែ40វិនាទីចុះទេបងប្អូននេះឥឡូវវីដេអូដែលខ្ញុំដាក់នេះគឺ19គឺ19នាទីជាងតែអញ្ចឹងខ្ញុំមិនអាច save បានទេបងប្អូននេះគឺវីដេអូដែលខ្ញុំកាត់មិញគឺខ្ញុំអត់បានដាក់ទេគឺខ្ញុំដាក់យកអា19នាទីព្រោះអញ្ចឹងគឺខ្ញុំមិនអាច save បានទេបងប្អូននេះហើយសម្រាប់បងប្អូនដែលចង់ save បងប្អូនចុចកន្លែងបូស្រឡាញ់ MP3 ហ្នឹងគឺយើង save យកតែសំឡេងអញ្ចឹងណាបងប្អូននេះបងប្អូនចុចកន្លែងហ្នឹងមកសម្រាប់ខ្ញុំខ្ញុំដាក់លើស40វិនាទីដល់អញ្ចឹងគឺមិនអាច down បានបើ down លុះត្រាតែយើងទិញ license វាចេញទម្រង់បែបហ្នឹងអញ្ចឹងបងប្អូននេះអូខេបងប្អូននៅវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាធ្វើមួយហើយធ្វើបានទាំងអស់គ្នាព្រោះវាមិនទៅពិបាកអីប៉ុន្មានទេបងប្អូនតាមមួយហើយមើលវីដេអូកន្លែងណាហើយកន្លែងណាមិនយល់បងប្អូនទាំងអស់គ្នាអាច comment ខាង comment ស៊ូខាងក្រោមវីដេអូរបស់ admin បានសូមអរគុណ